សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់បងប្អូនពីរបៀបឆែកមើល version 5G នៅក្នុងទូរស័ព្ទដៃរបស់យើងថ្មីៗនេះខាងក្រសួងប្រៃសណីย์បានប្រកាសជាផ្លូវការហើយថាប្រព័ន្ធទូរស័ព្ទចល័តទាំង3ប្រព័ន្ធមានតែខាត Smartphone បានដំឡើងសេវា 5G ដាក់ឲ្យប្រើប្រាស់ហើយប៉ុន្តែប្រព័ន្ធ 5G មិនទាន់ទូលំទូលាយទេគឺមានតែនៅតាមបណ្ដារាជធានីមួយចំនួនតែប៉ុណ្ណោះតែប្រហែលជាបន្តិចទៀតអាចនឹងមានគ្របដណ្ដប់លើខេត្តក្រុងទាំង24អញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនទាន់ដឹងមិនទាន់ចេះឆែកមើលថាតើទូរស័ព្ទយើងមាន version 5G អត់អញ្ចឹងបងប្អូនយកទូរស័ព្ទមកហើយបងប្អូនចូលការកំណត់នេះមកហើយបងប្អូនមើលពាក្យថាបណ្ដាញទូរស័ព្ទចល័តបាទវាហើយវាចេញមកទម្រង់បែបនេះអញ្ចឹងបងប្អូនមិនបាច់ចូលការកំណត់ក៏បានដែរកុំឲ្យវែងឆ្ងាយបងប្អូនគ្រាន់តែអូសវាចុះក្រោមចេញមកហើយបងប្អូនសង្កត់ទៅលើទិន្នន័យចល័តនេះមកនេះកន្លែងបើកអ៊ីនធឺណិតនេះបងប្អូនចុចសង្កត់វាចឹងមកវាក៏វាចូលមកដូចគ្នាអញ្ចឹងបងប្អូនស្គ្រូលឡើងលើទៅអស់សំទោសយើងចូលនៅក្នុង SIM មកបងប្អូនប្រើ SIM 2បងប្អូនចុច SIM ណាក៏បានដែរអញ្ចឹងខ្ញុំប្រើ SIM 1ខ្ញុំចុច SIM 1នេះរួចហើយយើងមើលពាក្យថាប្រភេទបណ្ដាញដែលចូលចិត្តអញ្ចឹងទូរស័ព្ទខ្ញុំនេះគេបង្ហាញមកហើយអត់មាន version 5G ទេគឺមានត្រឹមតែ 4G 3G និង 2G ទេបើដឹងឲ្យកាន់តែច្បាស់យើងចុចចូលមកយើងចុចលើហ្នឹងមកនេះគឺបង្ហាញត្រឹមតែ 4G និង 3G 2G ទេព្រោះអត់មាន version 5G ទេបើសិនមាន version 5G វាមាននៅក្រឡោនខាងលើទៀតអញ្ចឹងសម្រាប់បងប្អូនដែលមាន version 5G បងប្អូនត្រៀមប្រើ 5G ទៅបើបងប្អូនណាអត់មាន 5G ទេគឺបងប្អូននៅតែប្រើ 4G ដដែលបាទអញ្ចឹងទោះថាប្រព័ន្ធ 5G យើងយកដំឡើងបានអត់បាទគឺសមត្ថភាពទូរស័ព្ទរបស់យើងមានប៉ុណ្ណាគឺប៉ុណ្ណឹងហើយមិនអាចយកទៅដំឡើងបានទេអញ្ចឹងវីដេអូខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ